បាទជំរាបសួរពុកម៉ែបងប្អូនអើយបាទមើលនេះបាទឲ្យដល់យើងធ្វើសំណង់ទៀតហើយបងប្អូនធ្វើសំណង់ទៀតហើយបងប្អូនអើយធ្វើអីគេវិញហៀបលបងផ្ទះតិចអូហើយប៉ុណ្ណឹងមិនក៏មិនជួលគេឆ្ងល់ដល់ហើយប៉ុណ្ណឹងជួលគេធ្វើអីដែងយើងជួលគេទៅកុំឲ្យវាអស់អាដែងនេះច្រើនណាអស់អីអស់កម្លាំងច្រើនអេយើងត្រូវការបញ្ចេញពលកម្មខ្លះវាបាក់ញើសចឹងសុខភាពល្អបងប្អូនហ្នឹងធ្វើពីអ្នកកូនហ្នឹងហើយធ្វើពីអ្នកកូនអីធ្វើបានតែបានប៉ុណ្ណឹងឯងមួយថ្ងៃហើយហ្នឹងហើយចាប់ផ្ដើមថ្ងៃហ្នឹងម្នាក់ទៅថតមួយថ្ងៃបានប៉ុណ្ណឹងអូអាហ្នឹងរៀបកពស់ម៉ានរៀបកន្លះម៉ែត្រឯបងប្អូនឲ្យដាក់តំណាញ់អូហើយនេះកូនជាងនេះហ៎កូនជាងខាងអីខាងរៀបឥដ្ឋខាងលាយសំងអើយហើយនឹងជូនឥដ្ឋហើយនេះមេជាងអូមេចំមកនេះហើយរៀបផុតដល់លើទៅមិនដាក់សំណាញ់រៀបកន្លះម៉ែត្រឲ្យដាក់សំណាញ់រៀបតែកន្លះម៉ែត្រឲ្យដាក់សំណាញ់ណាអូមើលខ្ញុំអានផ្អាករៀបសិនសុំសួរតែបន្តិចឯងសួរថារៀនមកពីវិស្វករពីខាងណាបានរៀបឥដ្ឋស្អាតហើយនេះឥដ្ឋបងរៀបមកភ្លឹងគេមើលឯងចឹងណាសំខាន់រងអីនៅបំផឹងបងប្អូនណានេះមើលរងរៀបស្អាតជាងខ្ញុំទេខ្ញុំអត់ចេះណាខ្ញុំជួលគេណាតែគាត់នេះបងប្អូនអើយការងារកប៉ិចកប៉ុកហ្នឹងមានអីគេការងារកប៉ិចកប៉ុកហើយនេះកូនជាងគាត់បាទខាងជូនឥដ្ឋចេះរៀបអត់អូនចេះរៀបអត់ចេះអត់ចេះរៀបទេណាអត់ជំនាញចាំមិនរៀនពីម៉ែពីអីខ្លះមកដឹងរៀនបាទឥឡូវនឹងរៀបប៉ុណ្ណឹងហើយអាមិនចាក់ដីបិទឡើងនេះមិនចាក់ដីធ្វើទៀតខាងក្រោយនេះអានេះធ្វើជាក្រានអូរៀបចឹងឲ្យធ្វើជាក្រានចារៀបលបងឲ្យចាក់ដីមិនធ្វើជាក្រានអូហើយនិយាយថាបកគោនេះចាក់ខ្លួនឯងឬក៏ទិញគេយកមកដាំនេះបកគោនឹងទិញគេយកមកដាំអូទិញគេយកមកដាំហ្នឹងហើយចឹងហើយម៉ែចាក់ខ្លួនឯងយើងខ្វះកាប់ដៅហើយយើងឡប់ឡែដីថ្មហើយយើងដាក់ហ្នឹងអូចេះទៀតនេះអូចាយើងអត់ចេះមើលគេចឹងមើលឥឡូវចេះធ្វើអាហ្នឹងហើយខ្ញុំសុំជួលធ្វើផ្ទះខ្ញុំម្ដងជួលឲ្យទៅលុយដល់យក1ម៉ែត្របានយកមក1ម៉ែត្របានគិតម៉ែត្រឬក៏គិតការ៉េ1ម៉ែត្រ10រៀលអី1ម៉ែត្រ10រៀលទៀតអីឥឡូវអាហាងឆេង1ម៉ែត្រ10រៀលមក1ម៉ែត្រ10រៀលហ្នឹងយកចាប់ក្បាលជ្រីចាប់អីឲ្យហងអត់ងងទេយើងក្បាលជ្រីទៅចាប់មកលុយអូមិនធម្មតាបងប្អូនចាក់យ៉ាអីគេចេះដែរបងប្អូនណាបាទឥឡូវរៀបទៀតខ្ញុំមិនថាអីទេខ្ញុំកុំអោយមិនខានសុំមើលចាក់យ៉ាដល់រៀបឥដ្ឋតិចមើលចាំមើលតើខ្ញុំមានខាត់ណាណែធ្លាប់តែថតរឿងទេបងប្អូនណាប៉ុន្តែបាទរៀបឥដ្ឋធ្វើសំណង់អីចេះមកអេមបងប្អូនពីអ្នកកូននៅផ្ទះនេះកាមុនកប៉ុកបងប្អូនផ្ទះនេះក៏គាត់លាបថ្នាំខ្លួនឯងនេះណាផ្ទះនេះណាបាទឥឡូវនេះរៀបនិយាយរួមខ្ញុំលាបថ្នាំខ្លួនឯងហើយតែជួលគេចាក់បតុងនេះចាអូចាក់សាបហើយបាទបងប្អូននេះចាក់សាបហើយឥឡូវហ្នឹងធ្វើលបងម្ដងណាបាទឥឡូវចាប់ដើមធ្វើលបងនិយាយរួមបងប្អូនណាយើងមានលុយយើងធ្វើទិញដងអញ្ចឹងណាអូអញ្ចឹងធ្វើទៀតចុះបងប្អូនណាបាយបាយក៏រៀបបន្តទៀតចុះបាយបាយ